សូមជូនរឿងបាយខុនទឹកភ្នែកភាគបញ្ចប់បណ្ដាំចាំស្នេហ៍ពេលវេលាលឿនលយបានមួយអាទិត្យទៅហើយគ្រាន់តែមកដល់ផ្ទះផ្លាស់ខោអាវសឹងតែមិនទាន់ម្ដាយក្មេករបស់សិលាក៏មកដល់ល្មមសិលាស៊ីរ៉ាស្លៀកពាក់បកូនហើយរៀបចំអីវ៉ាន់ទៅម៉ាក់នាំកូនទៅលេងនៅកំពង់ធំម្ដងព្រោះកូនកំពុងតែមានច្បាប់ឈប់សម្រាកណាមួយម៉ាក់យាយរបស់កូនគាត់ចង់ឃើញមុខចៅប្រុសរបស់គាត់ណាពេលដែលការកូនគាត់មិនបានមកចូលរួមដោយសារតែគាត់មានជំងឺចាស់ចរាណាកូនស៊ីរ៉ាទៅរៀបខោអាវឲ្យលឿនមកម៉ាក់ទៅចាំនៅខាងក្រៅមុនអ្នកទាំងពីររៀបចំអីវ៉ាន់តាមបញ្ជារបស់ម្ដាយដើម្បីធ្វើដំណើរមកកាន់ខេត្តកំពង់ធំដោយគ្មានអ្នកណាដឹងរឿងរបស់ស្រីជាមួយនឹងសិលាយើងឡើយលោកយាយជាជីដូនមើលមកចៅទាំងពីរដល់និយាយមករកអ្នកប្រុសយើងថាចៅប្រុសមើលមុខទៅដូចជាមិនសូវស្រួលខ្លួនមែនទេអត់អីទេម៉ាក់យាយចៅតែប៉ុណ្ណឹងទៅហើយចៅស្រីមើលនាំចៅប្រុសទៅលេងមាត់ស្ទឹងផងទៅចៅក្រែងលោវាឆ្លាស់មុខមាត់បន្តិចចាស់លោកយាយមើលនាំគ្នាទៅដើរលេងទៅកូនគិតទៅចម្ងាយពីទូស្បូវមកដល់មាត់ស្ទឹងរៀងឆ្ងាយបន្តិចដែរគេទាំងពីរនាំគ្នាបើកឡានលេងរហូតមកដល់មាត់ស្ទឹងទាំងអារម្មណ៍របស់អ្នកកំពុងតែហោះហើរទៅរកកុលាបនៅភ្នំពេញឯនោះទេស៊ីរ៉ាអូនចង់មុជទឹកដែរមែនទេចំណែកបងមិនមុជទេខ្ញុំមិនមុជទេបងតែអ្វីដែលអូនធ្វើនេះគឺបំពេញបំណងរបស់ម៉ាក់តែប៉ុណ្ណោះហេតុអីក៏បងមានទឹកមុខស្រងោតម្លេះអត់មានអីទេចុះអូនវិញក៏សម្លឹងមើលទៅតែទឹកស្ទឹងនេះទៅវិញម៉ាណាវីនាងដកដង្ហើមធំមិនចេញវាចាអ្វីទាំងអស់អូនជឿបងចុះកុំគិតពីរឿងអតីតកាលធ្វើអីវានាំឲ្យខូចសុខភាពរបស់យើងទេជាពិសេសប៉ះពាល់ដល់កូនដែលនៅក្នុងផ្ទៃអូនតែម្ដងនឹងណាមិនថាខ្ញុំមិនគិតទេបងតែពេលដែលមកឃើញដងស្ទឹងសែននេះវាធ្វើឲ្យខ្ញុំនឹកឃើញទៅដល់អនុស្សាវរីយ៍ដូចមាត់ស្ទឹងសែននៅទីក្រុងប៉ារីសគ្រាន់តែមួយជាស្ទឹងសែនស្រុកខ្មែរមួយស្ទឹងសែននៅប៉ារីសតែប៉ុណ្ណោះទេបងមិនគូណាគេធ្វើបាបខ្ញុំរបៀបនេះសោះពេលអាត្មានេះប្រហែលជាគេវិលត្រឡប់មកស្រុកខ្មែរវិញហើយមើលទៅចាំមើលគេមកនឹងប្រាប់បងពីរឿងនឹងហើយមើលទៅកុំភ័យអីបងក៏មានគំនិតចង់ជួបជាមួយនឹងគេដែរដើម្បីដោះស្រាយចំពោះរឿងនេះដោយមិនឲ្យម៉ាក់អូនដឹងឡើយបងអង្គុយលេងនៅទីនេះសិនចុះអូនទៅរកទិញអីមកញ៉ាំបន្តិចណាសិលាគេមិនមាត់ទេអារម្មណ៍របស់គេកំពុងតែហោះហើរទៅរកស្រស់ស្រីរ៉ានីឯណោះទេតានាងជីហើយឬនៅនាងប្រកាសជាខឹងជាមួយនឹងគេណារ៉ានីបងមិនគូណាធ្វើបាបអូនដល់ម្លឹងសោះអូនពិតជាឈឺចាប់ណាស់តើថ្ងៃណាទៅបងមានសិទ្ធធ្វើជាប្តីរបស់អូនពេញមុខនោះតើអូនព្រមរៀបការជាមួយនឹងបងដែរទេបងសន្យាថាឈប់ធ្វើបាបអូនទៀតហើយបងនឹងរកសុភមង្គលឲ្យអូនព្រោះមួយជីវិតរបស់អូនមិនដែលបានសប្បាយនឹងគេទេរស់នៅក្បាលតែមួយម្នាក់ឯងមានឪពុកមាតែដូចជាគ្មានបើសិនណាជាអូនមិនចេះតស៊ូវិញនោះប្រហែលជានឹងខ្លាចទៅជាស្រីបាបាត់ទៅហើយបើបងវិញមិនអាចតស៊ូដូចជាអូនបានទេកំពុងតែបណ្ដែតអារម្មណ៍ទៅដល់ស្រីល្អស្រាប់តែស្រមោលមួយដើរមករកគេជាបន្ទាន់គេគឺជាយុវជនម្នាក់ដែលមានរូបស្រស់សង្ហាមិនចាញ់សិលាប្រមាណទេគេដើរមកដល់វាចាទៅកាន់អ្នកប្រុសយើងយ៉ាងរហ័សបងប្រុសគឺជាបងសិលាមែនទេសិលាងាកមកភ្លែនគេរៀងស្រឡាំងកាំងព្រោះមិននឹកស្មានថានៅស្រុកនេះមានគេស្គាល់អ្នកយ៉ាងនេះសោះបងដូចជាមិនដែលស្គាល់ប្អូនសោះតើអូនជានរណាដែរបងមិនដែលស្គាល់ខ្ញុំទេតែខ្ញុំស្គាល់បងខ្ញុំគឺជាប្អូនរបស់បងឌីណានោះអីហើយខ្ញុំឈ្មោះមិនក៏អូនមិននិយាយមកបងជាប្តីរបស់ស៊ីរ៉ាមែនទេហើយចៅអូនមានការអីដែរឬមួយក៏ជាពូម៉ារបស់ស៊ីរ៉ាដែរចាំបន្តិចសិនទៅនាងទៅរកទិញអីមកញ៉ាំត្រឡប់មកវិញឥឡូវហើយខ្ញុំឈ្មោះមនីរតណាបងគ្រាន់តែនិយាយចប់ភ្លាមសិលាចាប់ដៃគេជាប់មនី
មុខឡើងស្វាយស្មានតែសិលាប្រុងរករឿងអ្នកល្អណាស់បងកំពុងតែចង់ជួបឯងស្រាប់ផងពិតជាទេវតាមានភ្នែកមែនបងចង់ដោះស្រាយរឿងឯងជាមួយនឹងស៊ីរ៉ាណានេះមានន័យថាបងមិនបានប៉ះពាល់ជាមួយនឹងនាងទេឬពិតមែនហើយស៊ីរ៉ានាងបាននិយាយការពិតប្រាប់បងអំពីរឿងរបស់ឯងអស់ហើយអូនគួរតែគិតទៅដល់ជាមួយដុំដែលនៅក្នុងផ្ទៃរបស់នាងផងពេលដែលវាបើកភ្នែកឡើងមិនឃើញឪពុកនោះតើវាយ៉ាងម៉េចទៅបងប្រុសឲ្យខ្ញុំសុំទោសផងតាមពិតទៅមានគេនិយាយប្រាប់ខ្ញុំថាស៊ីរ៉ានាងផិតក្បត់ជាមួយនឹងខ្ញុំបានជាខ្ញុំខឹងពេកចេះតែយករឿងពីមុនមកនិយាយបង្អាប់នាងធ្វើឲ្យនាងឈឺចាប់ជាទីបំផុតតែការដែលស្រឡាញ់របស់ខ្ញុំគឺវាមានទំហំធំណាស់ការពីមុនអាសវណ្ណាវាលួចស្រឡាញ់ស៊ីរ៉ាដែរតែនាងមិនស្រឡាញ់វាទេខ្ញុំមិនបានដឹងខ្លួនសោះព្រោះខ្ញុំនិងវាជាពូម៉ាក់រៀនជាមួយគ្នាជាពិសេសគេបានយករូបថតមកប្រាប់ខ្ញុំទៀតបានជាខ្ញុំមានកំហឹងទៅលើស៊ីរ៉ាហើយរករឿងជាមួយនឹងនាងរហូតតែពេលដែលវាត្រូវពូបារាំងព្រួតវៃបានខ្ញុំទៅជួយហើយវាយល់កំហុសរបស់វាបានសារភាពប្រាប់ខ្ញុំថារឿងនោះមិនមែនជារឿងពិតទេមកពីវាស្រឡាញ់នាងមិនបាននិយាយបង្ខូចនាងតែម្ដងទៅពេលនេះខ្ញុំយល់ក៏មកហើយខ្ញុំចង់មកសុំទោសនាងតែមិនហ៊ានសោះទទួលពេលដែលដឹងថានាងរៀបការទៅហើយនោះគឺខ្ញុំគិតថាស៊ីរ៉ានាងបានបំផ្លាញឈាមរបស់ខ្ញុំចោលបាត់ទៅហើយខំកលៃធ្វើជាក្រមុំរៀបការជាមួយនឹងបងខ្ញុំពិបាកចិត្តពេកទទួលពូម៉ាក់បបួលមកលេងប្រាសាទសម្បូរព្រៃគុកនេះក៏ហួសមកលេងកំពង់ធំនេះតែម្ដងទៅពេលដែលខ្ញុំឃើញស្ទឹងសែននេះវាធ្វើឲ្យខ្ញុំនឹកឃើញទៅដល់អនុស្សាវរីយ៍ដែលខ្ញុំនិងនាងដើរលេងនៅប៉ារីសខ្ញុំបានឃើញបងបណ្ដាស៊ីរ៉ាមើលទៅដូចជាមិនមែនជាប្តីប្រពន្ធសោះហើយខ្ញុំចេះតែនឹកថាប្រហែលជាបងធ្វើបាបនាងដោយនាងមិនមែនជាស្រីបរិសុទ្ធសម្រាប់បងសិលាធ្វើមុខញឹមលើកដៃអង្អែលស្មានអ្នកកំឡោះមុនីឥឡូវអូនឯងត្រៀមពាក្យនិយាយជាមួយនឹងនាងទៅចាំបងជួយអូនពីខាងក្រោយណាខ្ញុំសូមអរគុណបងណាស្រស់ស្រីស៊ីរ៉ានាងក្រវល់ទៅជក់មាត់ជាមួយនឹងមិត្តស្រីនាងដែលគេមកធ្វើការនៅកំពង់ធំនេះគេខំដើរយ៉ាងលឿនខ្លាចក្រែងសិលានៅចាំមើលផ្លូវគ្រាន់តែមកដល់ភ្លាមនាងឡើងញាក់ត្រត្រឹកស្បោងដែលកាន់ទាំងប្រមាណធ្លាក់ដល់ដីអស់មុខនាងឡើងស្វាយល្អបបោមាត់នឹកឃើញពាក្យសម្ដីរបស់ម៉ានីយើងនឹងតាមធ្វើបាបនាងឯងអស់មួយជីវិតចង់ប្តីនាងជារដ្ឋមន្ត្រីក៏យើងនៅទៅតាមរោគរឿងដែរម៉ាណវីនាងដួលទាំងមិនដឹងខ្លួនតែមុនីរហ័សណាស់គេចាប់បីនាងជាប់ធ្វើចលនាឲ្យនាងជាបន្ទាន់ស៊ីរ៉ាស្រែកយំក៏គ្រូស៊ីរ៉ាលោកមកតាមព្យាបាទខ្ញុំមែនទេមិនមែនទេអូនខ្ញុំនឹងលោកអស់និស្ស័យជាមួយនឹងគ្នាហើយហេតុអីក៏លោកនៅទៅតាមចងកម្មចងពៀជាមួយនឹងខ្ញុំដល់ណាទៀតខ្ញុំសុខចិត្តទទួលក្តីអាម៉ាស់ត្រឡប់មកស្រុកខ្មែរវិញគុំតែបងសិលាទេគុំអីខ្ញុំស៊ីរ៉ាអូនសូមអូនគុំនិយាយអញ្ចឹងទៀតណាបងយល់ច្រឡំទៅលើអូនធ្ងន់ណាស់បងជឿចិត្តអូនហើយបងនឹងសុំអូនរៀបការណាបងមិនអោយកូនបងគ្មានឪពុកហៅនឹងគេទេស៊ីរ៉ាសើចទាំងទឹកភ្នែកដូចជាចំអល់ទៅឲ្យម៉ានីវិញនោះបងសិលាជាឪពុករបស់កូនខ្ញុំហើយដោយមិនអាចនិយាយជាមួយនឹងស្រស់ស្រីបានម៉ានីមានទឹកមុខឡើងក្រៀមសិលាយកចិត្តគេប្រុងនឹងហាមមាត់និយាយតែស៊ីរ៉ានាងឆ្លើយកាត់យ៉ាងលឿនសូមលោកជឿសម្ដីគេចុះលោកជាមនុស្សប្រុសដែលខ្វះការពិចារណាថ្ងៃក្រោយលោកនឹងជឿសម្ដីគេទៀតជាមិនខានព្រោះលោកមិនមែនជាមនុស្សដែលចេះគិតវែងឆ្ងាយទេសិលាពោលឡើងស៊ីរ៉ាអូនគួរតែអាណិតមនីផងទៅធ្វើម៉េចនេះជាការប្រច័ណ្ឌព្រោះតែគ្នាស្រឡាញ់អូនពេកនេះហើយជាចិត្តមនុស្សប្រុសណាអូនចាំពីថ្ងៃនេះទៅបងជឿថាមនីប្រកាសជាមិនហ៊ានធ្វើបាបអូនទៀតទេទោះបីជាអូនមិនព្រមក៏បងត្រូវតែរៀបការឲ្យអូនទាំងពីរនាក់ម្ដងទៀតនៅក្នុងប្រទេសរបស់យើងដែរព្រោះមនីគ្នាជាកូនកំព្រាមានតែពីរនាក់នឹងឌីណាតែប៉ុណ្ណោះបងធានាណាទេបងសិលាអូនមិនអាច
សិលាអង្គឯក្បាលស្រីដីការណាស្រមៃទៅដល់រានីនិយាយរៀងអ៊ូលដើមកអូនត្រូវតែព្រមណាកុំឲ្យមានឈ្មោះថាពូជមួយត្រួយពីរឲ្យសោះណាស៊ីរាសិលាងាកមកនិយាយជាមួយនឹងមនីបន្តទៀតឯនាំគ្នាដើរលេងចុះវងទៅខាងនោះបន្តិចប្រហែលជា1ម៉ោងក្រោយបងនឹងត្រឡប់មកវិញសិលាចេញផុតមនីស្រវាអោបស៊ីរាជាប់ចិនមកគេននីលពីពេញមុខរបស់ស្រីកុំរើបំរាស់អីអូនបងនឹកអូនណាបងមិននឹកស្មានថាបានជួបអូនម្ដងទៀតសោះបានហើយជប់ប្រើសម្ដីនឹងទៀតទៅខ្ញុំឆ្អែតហើយបើអញ្ចឹងប្រើចំមកវិញមែនទេគ្រាន់តែនិយាយចប់គេធ្វើមែនតែម្ដងដោយយកបបោមាត់ទៅផ្អឹបជាមួយនឹងបបោមាត់ស្រីមិនឲ្យតវ៉ាបានឡើយដៃរបស់គេរាវមកដល់គល់សូដនដែលកំពុងតែងោកទើបចេញមកខាងក្រៅធ្វើឲ្យស្រស់ស្រីនាងស្រេចយ៉ៃកុំអីលោកប្រយ័ត្នបងសិលាដើរមកទាន់ណាសុទ្ធតែលោកផងបងមិនទាន់ចូលវត្តអ៊ូឯណាបើចូលបន្ទប់អូនឯងវិញក្រែងលោវាសំខ្លះអូយដាច់មាត់បងអស់ហើយមនីយកដៃអង្អែលពោះពេលដែលសិរានាងក្តិចគេអូនអើយកុំនាំចិត្តម៉ាក់កូនធ្វើមុខអញ្ចឹងអីប្រយ័ត្នខ្វះដៃជើងណាកុំថាប៉ាមិនបានបង្គ្រប់ឲ្យលឺទេនរៈញញឹមជាប់នឹងច្រមុះមិនដកសោះធ្វើឲ្យស្រីនាងសានរំភើបរកអ្វីប្រដូចមិនបានឡើយមួយខែបានកន្លងមកយ៉ាងរហ័សថ្ងៃនេះជាថ្ងៃរៀបការរបស់មនីនិងសៀដាដែលសិលាគេជាអ្នកបកស្រាយរឿងនេះប្រាប់ដល់អស់លោកស្រីច័ន្ទធូបានជ្រាបសពគ្រប់ទាំងអស់លោកស្រីហួសចិត្តក្រវីក្បាលក៏សុខចិត្តរៀបចំឲ្យគេទាំងពីរនាក់សំតាមបំរុងទៅចុះព្រោះកូនប្រុសក៏ស្អាតចំណេះក៏មានចំណែកសិលាក៏ត្រូវត្រឡប់មកផ្ទះវិញប្រះគេងទាំងមិនទាន់ដោះស្បែកជើងណាមួយគេខានទៅផ្ទះរបស់រានីជាងកន្លះខែមកហើយដែរអ្នកស្រីបូរីនិងពីសីសែនហួសចិត្តពេលដែលបានដឹងរឿងរ៉ាវរបស់បងប្រុសនាងបែបនេះពិសីពេលដែលឃើញបងប្រុសមានទឹកមុខក្រៀមស្រពោនបែបនេះនឹកស្មានតែស្រឡាញ់សៀរាដែរពិសីក៏ចូលមកដោះស្បែកជើងឲ្យបងនិងចាប់ដោះអាវឲ្យបងស្រាប់តែសិលាចាប់ថើបមិនដកច្រមុះឡើយដោយស្មានថាជារានីបងឡានរៈហាក់ដូចជាចាំសំឡេងបើកភ្នែកទៅមើលឃើញជាប្អូនស្រីក៏ញញឹមបងស្មានតែខ្ញុំនេះជាបងសៀរាមែនទេមិនមែនទេបងដឹងថាអូនឯងទៅហើយតែបងចង់ថាភ្លេងនឹងណាឬមួយអូនឯងមើលមកបងនេះស្មានតែបងមិនដឹងអីឬថាក្រមុំឬក៏មិនក្រមុំនោះតែបងមិនអាចប្រកែកបានក៏ការតែម្ដងទៅចុះឥឡូវបងមានពេញចិត្តអ្នកណាដែរទេបើថាពេញចិត្តប្រាប់មកឲ្យទៅដណ្ដឹងឲ្យទៅហើយគុំបន្ទោសមកឲ្យសោះណាថាគាត់ចាប់បង្ខំបងទៀតតនម៉ាក់នៅអាណិតបងមិនតន់មានឈ្មោះថាជាពោះម៉ាយឯណាបងមិនទាន់ពេញចិត្តនឹងអ្នកណាទេតែគ្រាន់តែអាណិតខ្លះអ្នកណាគេទៅបងចាំថ្ងៃណាដែលបងមានចិត្តស្រឡាញ់បងនឹងនិយាយប្រាប់អូនឯងតែម្ដងអរគុណណាស់បងប្រុសដែលមានចិត្តរបៀបនេះអូនទៅវិញចុះបងងុយគេងណាព្រលឹមឡើងសឹងតែមិនទាន់គេបើកឡានទៅរករានីយ៉ាងញោនៅក្នុងខ្លួនហាក់ដូចជាមិននៅសុខសោះព្រះអើយគេនិយាយថារានីអូនស្គមសម្បាម្លេះអូនឈឺមិនទាន់ជាទេឬបងស្រឡាញ់អូនណាស់តែបងដូចជាមិនចេះសម្ដីនិយាយច្រើនសោះចេះតែនឹកខ្មាស់ខ្លួនឯងព្រោះបងធ្លាប់មើលងាយអូនតើឲ្យបងថាយ៉ាងម៉េចទៅបើអូនលើកលែងទោសឲ្យបងនោះពូថែស៊ូនរត់មកបើកទ្វារឲ្យអ្នកប្រុសទាំងទឹកមុខញញឹមជាប់អារូបគេវិញក៏ញញឹមដែរព្រោះអ្នកបានរួចឈ្មោះពីឪពុករបស់ក្មេងម្នាក់នរៈរត់តម្រង់ទៅបន្ទប់របស់ស្រស់ស្រីយ៉ាងលឿនដោយនឹកនៅក្នុងចិត្តថាពេលដែលទៅជួបនាងភ្លៀងគេនឹងថាបនាងអណាណៃតែម្ដងទ្វារអត់មានចាក់សោទេលោកក្មួយរូបរាងប៉ុណ្ណឹងហើយនៅមិនត្រូវចិត្តរបស់លោកក្មួយទៀតមានរឿងអីមីងទៅធ្វើការរបស់មីងចោះគេញញឹមទាំងមិនសូវសមរួចដើរចូលទៅក្នុងបន្ទប់ទាំងមិនផ្លាស់ខោអាវស្រាប់តែមិនឃើញគូជីវិតរបស់អ្នកនៅលើគ្រែសោះរ៉ានីអូនទៅណាហើយអូនឈឺមែនឬក៏មួយរត់ចោលបងទេបងលេងធ្វើបាបអូនទៀតហើយព្រះអើយ
សុំអូនក៏មានគំនិតទៅធ្វើជាស្រីខូចដោយដែលអូនបាននិយាយនោះទៅបងខុសហើយបើអូនមានគ្រោះថ្នាក់ដល់ជីវិតបងពិតជាមានវិបដិសារីអស់មួយជីវិតហើយបងធ្វើបាបអូនណាស់តាំងពីពេលដែលឃើញមុខអូនបងមិនហ៊ានសារភាពថាបងស្រឡាញ់អូនទេខ្លាចអូនថាបងទុកអូនជាកំណានចិត្តបងចាំថាពេលដែលរៀបការរួចចាំបងលួងលោមអូនជាក្រោយតែពេលនេះហួសហើយអូនមិនវិលមកវិញទេវិលវិញមកអូនដៃបងទាំងទ្វេរងចាំទទួលអូនជានិច្ចវិលវិញមកអូនបងកេងសម័យឃើញអូនហាក់នៅថ្មីអោបន្ទប់ហើយម្ចាស់ឯងប្រហែលជាគេលេងវិលត្រឡប់មកវិញហើយបងអាណិតអូនណាស់លើកដៃសំពះខ្លាចបងធ្វើបាបអូនទៀតបងមិនគូសោះពេលនេះអ្វីហាក់ដូចជាបញ្ចប់ទៅហើយអ្នកប្រុសកំណាចខ្លាចទៅជាកូនជៀមដ៏ស្លូតបំផុតគេមិនមាត់កអ្វីទាំងអស់ពេលចូលធ្វើការអ្នកណាសួរអ្វីក៏គេមិនមាត់ដែរអ្នកប្រុសដើរមករើសំណុំលិខិតសុំច្បាប់ឃើញសម្បត្តិរបស់រ៉ានីដែលដាក់សុំច្បាប់ទៅព្យាបាលជំងឺនៅប្រទេសបារាំងហើយស៊ីញេក៏ដូចជាអក្សរគេបេះបិទប្រកាសជារ៉ានីសេបន្លំយ៉ាងច្បាស់ហួសនិយាយកាត់ព្រោះបុគ្គលិកដែលទទួលសម្បត្តិក៏មិនបានចាប់ភ្លឹកដែរព្រោះស្មានតែជាអក្សររបស់គេគុំតែខ្លួនគេផ្ទាល់ក៏គ្មាននរណាមើលដឹងដែរថ្ងៃនេះគេដូចជាធ្វើការមិនកើតសោះមកដល់ផ្ទះឃើញមនុស្សអ៊ូអមានឡានច្រើនដូចជាប្លែកខុសពីធម្មតាការពិតគឺម្ដាយមីងរបស់តារាគេបានមកដឹងពីស័យដែលមើលទៅស្រីតូចនេះក៏មិនអន់ជាងរ៉ានីប្រហែលដែរអូសេឡាមកវិញហើយជំរាបសួរលោកពូអ្នកមីងអង្គុយចុះសិនមកកូនប្រុសគឺលោកប្រុសនិងលោកស្រីខាងនេះគេមកដណ្ដឹងអាស័យឲ្យទៅក្មួយតារាដែលធ្វើការនៅពេលជាមួយនឹងកូនដែរនោះអីហើយពួកគេនេះក៏ជាមិត្តភ័ក្តិរបស់រ៉ានីនិងពិសីដែរម៉ាក់បានយល់ព្រមលើកអាស័យទៅឲ្យគេហើយតែកូនថាយ៉ាងម៉េចដែរទៅមិនអីទេម៉ាក់រឿងនេះស្រេចតែលើម៉ាក់ទៅចុះកូនសុំទោសកូនទៅសម្រាកមុនហើយកុំប្រកាន់ណាលោកបងនិងអ្នកបងកូននេះវាមិនសូវចេះមាត់កទេខ្ញុំយល់ព្រមឲ្យពិសីទៅអ្នកបងហើយតែខ្ញុំមិនព្រមឲ្យអាស័យទៅនៅជាមួយទេរឿងរៀបការចាំបន្តិចសិនព្រោះខ្ញុំត្រូវរៀបការសិលាមុនឲ្យហើយចាំរៀបចំកូនស្រីជាក្រោយមិនអីទេរឿងនេះស្រេចតែអ្នកនាងអូនទៅចុះព្រោះតារាវាតាមតែខ្ញុំទេក្មួយនេះវាស្លូតណាស់ហើយក៏សុភាពណាស់ដែរចាស់មិនអីទេតារានេះក៏ខ្ញុំស្គាល់ដែរបានមកជាកូនចៅក៏ល្អម្យ៉ាងដែរព្រោះផ្ទះនេះឲ្យវាទៅជាផ្ទះពេលតែម្ដងទៅភ្ញៀវត្រឡប់ទៅវិញអស់ហើយអ្នកប្រុសក៏មិនព្រមចេញពីក្នុងបន្ទប់ដែរការរងចាំហាក់បីដូចជាមួយសតវត្សយ៉ាងដូច្នោះដែរចំពោះអ្នកប្រុសដែលសង្ឃឹមទៅលើស្រស់ស្រីរ៉ានីរាត្រីខែនេះចង់ជ្រេទៅហើយដៃរបស់គេនៅតែកាន់វាយឺឡង់មិនទាន់ជាប់ដល់ឡើយគេចេះតែបត់សង់ទីម៉ងទាំងអស់តារាខ្លាចជាពូនថ្លៃរបស់ខ្ញុំទៅហើយចុះរ៉ានីវិញហេតុអីក៏មិនខ្លាចជាប្រពន្ធរបស់ខ្ញុំផងទៅដួងច័ន្ទហើយជួយនាំពាក្យខ្ញុំទៅប្រាប់ស្រីស្នេហ៍ផងថាខ្ញុំនឹកនាងណាស់តារាបណ្ដាតអារម្មណ៍ទៅឆ្ងាយដោយមិនដឹងថាពិសីនាងមកឈរពីក្រោយខ្នងរបស់គេឡើយបងឡាពិសីអូនមកដល់ពីអង្កាលណាហ្នឹងហើយនិយាយថាម៉េចបងស្ដាប់ដូចជាមិនសូវបានសោះស្រីមាននិយាយអីគ្រាន់តែហៅបងទេតាហៅបងឡាមួយម៉ាត់ហេតុអីក៏បងភ្ញាក់ផ្អើលខ្លាំងម្ល៉េះអារម្មណ៍បងឥឡូវដូចជាហោះហើរទៅណាមិនដឹងទេបងមានរឿងអីអាចនិយាយប្រាប់អាស័យផងបានទេបើតាមអូនស្មានថាពេលនេះផ្ទាំងថ្មរបើកអស់ហើយតើវាធ្លាក់ទៅដល់ទីណាទៅណោះបើធ្លាក់ចំទឹកមិនអីទេបើធ្លាក់ចំភ្លើងវិញច្បាស់ជាប្រេះស្រាមអស់ទៅហើយអាស័យអូននិយាយថាម៉េចហ្នឹងថ្មបងមិនធ្លាក់ចំភ្លើងទេគឺធ្លាក់ចំទឹកណាតើនរណាមួយទៅដែលមានសំណាងបានធ្វើជាបងថ្លៃរបស់អាស័យនោះបងជួយនិយាយប្រាប់ផងមកមើលបងឡាកុំលាក់ពេកឲ្យស័យជំរាបសួរផងបានទេមិនទាន់ទេបើមានអូនឯងពិតជាបានជម្រាបសួរហើយតែពេលនេះមិនទាន់បានអីនឹងជម្រាបសួរទៅបើមិនទាន់មានទេតើសុខចិត្តតាមអូនទេអូននឹងធ្វើជាមេអណ្ដាងឲ្យពីរអ្នកនឹងបងតារាណាព្រោះអូនពេញចិត្តគេម្នាក់ហើយ
មានចរិតមិនខុសពីបងដែរមិនព្រមរៀបការនឹងបរិសណាសោះអ្នកណាគេទៅនិយាយប្រាប់បងផងបានទេបើត្រូវចិត្តនោះវាមិនអីទេបងមិនចង់ដើរតាមប្រពន្ធគេឲ្យធ្វើមេអណ្ដាខ្លាយបើមិនកើតវាពិតជាវីវទៅហើយទេឬមិនមែនទេគឺរ៉ានីណាខ្ញុំស្រឡាញ់វាណាចង់ឲ្យបងឯងទៅដឹងវានឹងណាខ្ញុំមើលវាមិនខុសទេអ្នកណាក៏ស្រឡាញ់ចង់បានវាដែរតែវាមិនព្រមសោះបើរៀបការជាមួយនឹងតារាទៅវាខ្លាចគេមើលងាយមុនដំបូងវាព្រមហើយស្រាប់តែពេលក្រោយនេះមិនដឹងជាយ៉ាងម៉េចបានជាវាប្រកែកទៅវិញទីបំផុតក៏វាបាននិយាយថាមួយជាតិនេះវាមិនយកប្តីទេសម្ដីវាដូចជាក្លុកខ្ញុំដល់ហើយអូនឯងស្មានគេសុខចិត្តរៀបការជាមួយនឹងបងឬបើបងជាបរិសពោះម៉ាយយ៉ាងនេះហើយជាគេស្រីក្រមុំនោះព្រមឬមិនព្រមវាមិនទាន់ខុសអីទេណាបងណាមួយបងជាបរិសម្នាក់ដែលធ្លាប់ស្គាល់គ្នាផងតែខ្ញុំគិតថាមកពីបងខ្លាចស្រឡាញ់ស្រីដែលបងដៀលថាគេជាស្រីបាននោះចំបងមានថាស្រឡាញ់ឯណាអូនឯងទៅតាដែលមកសាកចិត្តផងនោះប្រហែលជាទៅយកប្តីនៅបង្កកបាត់ទៅហើយទេដឹងហួសច្បាប់ទៅហើយនៅតែមិនទាន់មកទៀតបងឯងកុំចេះតែនិយាយគ្មានទិសដៅយ៉ាងនេះខុសមកពីខ្ញុំទេដែលមិនបានយកច្បាប់ទៅដាក់ឲ្យវាបន្តណាបន្តដើម្បីទៅជួបសាហាយមែនទេបងឯងដូចជាមើងងាយវាពេកហើយទោះជាវាទៅធ្វើជាស្រីបាននៅស្រុកសៀមក៏មិនខ្វះលុយចាយដែរបងកំពូលពាក្យបែបនេះអីប្រយ័ត្នប៉ះប្រពន្ធធ្វើស្រីបាទៅវាទៅមើលជំងឺឪពុកមាទេតាបងនិយាយបានល្អបន្តិចទៅត្រូវមួយម៉ាត់នេះសិលាឡើងហឹងត្រជាងើងព្រោះត្រូវចំចំណុចខ្សោយរបស់គេអ្នកធ្លាប់ឌីលនាងមែនតែទីបំផុតត្រូវតែមកលួននៅក្រោមសម្ពុតនាងដដាលតែចិត្តចង់ឈ្នះនៅតែស្ដីទៅរកប្អូនស្រីទៀតយ៉ាងម៉េចនាងនឹងជាពេទ្យថាស៊ូមែនទេបានជាទៅមើលឪពុកមាដល់ស្រុកគេនោះឲ្យតែរបៀបនេះចុះបើបានប្តីវិញពិតជាទឹកភ្នែកហើយរួចវាទៅស្អីបងឯងគេចង់ទៅណាជាសិទ្ធិរបស់គេទេតាឪពុកមាគេជឿវាជាប់អីជាមួយនឹងបងឯងដែរចង់គេទៅធ្វើជាស្រីខូចឬស្រីបានៅកន្លែងណាបងឯងមិនមែនជាឪពុកគេឯណាចំមែនតែម្ដងមុខបងឯងនេះអានេះវាមិនស្រឡាញ់ទេលើកលែងតែបងឯងទៅចាប់គេរំលោភអាស័យរៀននិយាយឲ្យបានល្អបន្តិចទៅធននាងនោះបងមិនយកធ្វើជាប្រពន្ធទេចាំសម្ដីណាបើសិនណាជាបងក៏លោះសម្ដីវិញប្រយ័ត្នផ្ទះបាញ់បងឯងមិនខានទេហេតុអីក៏មកដាក់ទំនីបងបែបនេះទៅវិញខ្ញុំត្រូវតែនិយាយតាមបងព្រោះបងដៀលគេសពបែបសពយ៉ាងទាំងអស់ហើយបើបងប្រែចិត្តទៅស្រឡាញ់គេវិញនោះគឺអន់ជាងអាគីណូឆ្កែយើងទៅទៀតនិយាយចប់ពិសីដើរចេញធ្វើប្រងើយទុកឲ្យសិលានៅថ្មឹងហាមាត់និយាយលេងរួចតែម្ដងអោរ៉ានីបងមាននេះណាតែបងចាញ់ចិត្តអូនហើយបងពិតជាត្រូវរន្ទះបាញ់មែនឬទេអាស័យមិនគូណាមកដាក់ទំនីបងយ៉ាងនេះទេបងចង់ឈ្នះអាស័យការពិតបងស្រឡាញ់អូនណារន្ទះប្រហែលជាមិនមកបាញ់បងទេព្រោះបងបានសារភាពកំហុសអស់ទៅហើយគ្រាន់តែមិនទាន់បានជប់ពុកអូនប៉ុណ្ណោះមុំឡើងគេងហើយបងឡាខ្សែជូនខ្ញុំទៅជួបពូម៉ាក់ខ្ញុំបន្តិចផងចាំស្អែកបងប្រកាសជាបានជួបនឹងនារីម្នាក់ហើយតែបងចង់ជួបដែរទេមិនបាច់ទេចូលគេងមុនទៅចាំស្អែកចាំបងជួបទៅជួបគេអរគុណហើយបងប្រុសរាត្រីនេះអ្នកប្រុសគេមិនលោកសោះដួងចិត្តរបស់គេចេះតែស្រមៃឃើញរង្វង់ភ័ក្ររបស់រ៉ានីមិនបានពីកែផ្នែករបស់គេសោះតើនាងទៅដល់ទីណាទៅតុកស្លាប់ហើយម៉ោងប្រហែលទៅហើយលោកបងបានជាមិនតាន់ភ្ញាក់ទៀតអញ្ចឹងឲ្យសឡានមកបើបងមិនជូនខ្ញុំទៅទេនោះបានហើយបងងូតទឹកសិនចាំបងជូនទៅខ្លាចគេចាប់អូនស្រីបងទៅវីវមិនដឹងជាបានកូនក្រមុំមកពីណាទៅសងតារាទេអរគុណហើយដែលចេះយល់បែបនេះមុខដូចជាញញឹមស្រស់ណាស់ថ្ងៃនេះប្រហែលជាយប់មិញគេយល់សពល្អទេដឹងបានជាព្រលឹមឡើងសុកចិត្តជូនអូនទៅដោយស្រួលយ៉ាងនេះគេលក់ស្រួលណាស់យល់សពឃើញពោះញីដេញចឹកបងណាអាស័យគ្មានស្រីណាគេមកស្រឡាញ់បងឯងទេបងមានក៏មិនមែនជាសម្លាញ់របស់ខ្ញុំដែរគេបណ្ដាគ្នាចេញមកក្រៅទាំងទឹកមុខញញឹមធ
ធ្វើឲ្យលោកស្រីមើលទៅកូនប្រុសហាក់ដូចជាសប្បាយចិត្តខុសពីធម្មតាកូនម៉ាំងធ្វើមុខអញ្ចឹងទៅម៉ាក់ដូចជាទូទ្រូងបន្តិចមើលនាំគ្នាទៅដើរលេងនៅឯណាហ្នឹងកូនមិនដឹងទេម៉ាក់ស្រេចតែសូហ្វទៅចុះអូនស្រីគេប្រើតាណាកូនតាមគេទាំងអស់ហ្នឹងកូននាំបងឡាទៅមើលបងថ្លៃណាម៉ាក់ក្រែងម៉ាក់ចង់បានកូនប្រសាស្រីមែនទេយ៉ាងណាក៏ខ្ញុំគ្រាន់បើរើសប្រពន្ធឲ្យបងឡាជាកូនគេនៅកំមុំដែរណាម៉ាក់ស្រេចតែចិត្តឯងចុះម៉ាក់លេងបង្ខំកូនទៀតហើយឲ្យតែកូនពេញចិត្តអ្នកណាម៉ាក់ទៅដណ្ដឹងឲ្យភ្លាមកុំឲ្យកូនបន្ទោសម៉ាក់ទៀតអីគេធ្វើមុខញឹមបណ្ដាគ្នាចុះមករថយន្តបើកចេញទាំងមិនដឹងថាពិសេសនាំគេទៅកាន់ទីណាឡើយព្រះអាទិត្យបញ្ចេញរស្មីក្រហមឆ្អៅក្រាមកលើផែនព្រឹត្តិពីរតាមផ្លូវពីគេហដ្ឋានរបស់គេឆ្ពោះមកពលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងមានចរាចរណ៍ខ្វាញ់ខ្វាត់ព្រោះថ្ងៃនេះចំថ្ងៃដែលជើងយន្តហោះមកពីគ្រប់ប្រទេសពិសីនាងបានទទួលទូរលេខពីរានីថានាងត្រឡប់មកវិញនៅថ្ងៃនេះឲ្យនាងទៅទទួលស្រីដោយខ្លួនឯងផងឯពិសីមានគំនិតចង់ឲ្យបងប្រុសស្រឡាញ់រានីធ្វើជាគូក៏បបួលបងទៅជាមួយដែរស៊ីឡាវិញគេសប្បាយចិត្តណាស់តែមិនបង្ហាញកាយវិការឲ្យពិសីនាងដឹងឡើយនេះពិតជាពិបាកដែរចរិតខាងក្រៅមិនអាចចំណាមើលដឹងទេសូម្បីតែរានីក៏រកសន្មត់មិនត្រូវដែរអាស័យអូនឯងឲ្យបងទៅទទួលគេតិចលោកគេមិននិយាយរកបងទៅដូចជាអន់ពេកហើយចុះបើគេមិននិយាយរកបងហើយបងឯងមិនចេះស៊ូគេវិញដែរទៅវាមានតែធ្ងន់ស្រាលប៉ុណ្ណាខ្ញុំដូចជាពិបាកយល់ចិត្តបងឯងដល់ហើយធ្វើមើលតែកូនក្មេងទៅនឹងចេះនិយាយអញ្ចឹងអាយុជាង30ទៅហើយខ្ញុំនៅមិនទាន់បានក្មួយពោទៀតខ្ជិលណាស់បើមិនស៊ូបងក៏មិនខ្ចីស៊ូដែរបើមិនសុខចិត្តទេក៏បងមិនអត់បាយញ៉ាំដែរបានហើយឈប់ត្រង់នឹងចុះខ្ញុំទៅតែម្នាក់ឯងក៏បានដែរបងនៅចាំក្នុងឡានទៅមិនអីទេអាស័យបងទៅដែរកុំជួចិត្តដើមម្នាក់ឯងពេកមិនចេះខ្លាចគេចាប់ទេឬប្រយ័ត្នជុំស្វាទៅដូចជាឮសំឡេងយន្តហោះចុះហើយចាប់ចូលទៅអូនបាក់សៃដៃកំពុងតែបន្ទាបខ្លួនបន្តិចម្ដងមកលើកដងវិថីដ៏រលោងស្រិលដែលជាផ្លូវសម្រាប់រត់ចុះឡើងទៅមកឈប់ចំពីមុខខ្លងទ្វារសម្រាប់អ្នកដំណើរចេញចូលទ្វារបើកឡើងអ្នកដំណើរចុះមកបន្តគ្នាតែក្នុងនោះក៏មានអ្នកខ្ជិលអូសជើងដើរចេញមកដែរគឺរានីយើងតែម្ដងម៉ាណវីនាងស្គមជាងមុនតែសម្រស់របស់នាងនៅតែលេចត្រដែតដដែលទឹកមុខរបស់ស្រីហាក់បង្កប់នៅទុកព្រួយរាប់មិនអស់ពិសីគ្រាន់តែឃើញភ្លាមនាងរត់យ៉ាងលឿនទៅទទួលមិត្តឯរានីវិញនាងក៏រំភើបណាស់ដែរនាងនឹកពិសីដូចតែគ្នាទេគេរត់មកអោបគ្នាហាក់បីដូចជានឹកណាស់ពិសីខលរបៀបកូនប្រុសធ្វើឲ្យរានីនាងយំហួសចិត្តនឹងពិសីដែលមិនចោលចរិតរបៀបនេះសោះអានេះអញកាន់ទុកអ្នកណាហ្នឹងមុខញញឹមប្រែទៅជាស្រពោនដំណក់ក្របពេជ្រហូរចុះមកឯងមិនចង់ហាមាត់និយាយឡើយអាស័យគ្នាអភ័ព្វណាស់គ្មានបងប្អូននឹងគេពេលគ្នាទៅដល់គាត់ឈឺធ្ងន់ណាស់ទៅហើយដុកទ័រចំណានខំព្យាបាលដែរតែនៅមិនជាមច្ចរាជនៅតែមកផ្ដាច់ជីវិតគាត់តតែបានជំងឺទឹកនោមផ្អែមគ្មានអ្នកណាមើលជាទេដល់ពេលមានរបួសទៀតគឺប្រពន្ធគាត់វិញបានស្លាប់តាំងពី2ឆ្នាំមុនម្ល៉េះហើយគាត់ក៏មិនព្រមវិលមកស្រុកខ្មែរវិញដែរសុកចិត្តស្លាប់នៅទីនោះទេចុះប្អូនឯងវិញនោះគេបានចូលរៀនមហាវិទ្យាល័យអស់ហើយពេលដែលរៀនចប់ប្រហែលជាវិលមកស្រុកខ្មែរវិញហើយព្រោះលោកមាសមានផ្ដាំថាឲ្យពួកគេទាំងពីរនោះវិលត្រឡប់មករស់នៅស្រុកខ្មែរវិញណាព្រោះយើងមានជាមចូលជាខ្មែរមិនត្រូវរស់នៅលើទឹកដីគេទេពុទ្ធោអើយជីវិតអ្នកកំព្រាគិតទៅអភ័ព្វមួយចប់តោះឈប់យំទៅគ្នាជួយយូវ៉ាលីឲ្យឯងទៅនៅស្រុកគេហេតុអីក៏ស្គមម្លេះអានេះឮសំឡេងនេះនាងរឹតតែយំខ្លាំងឡើងទៀតស្រីកវីក្បាលមិននិយាយអ្វីទាំងអស់មិនក៏ឯងយំមិនស្ដីអញ្ចឹងឬមួយក៏ឯងមានជំងឺអីស្រស់ស្រីនាងត្រូវតែរកវិធីនិយាយកុំឲ្យគេដឹងរឿងរបស់នាងធីតាក៏តបទៅវិញគ្នាមិនឈឺអីទេមកពីគេមិនសូវលោក
ដោយសារតែអត់ងងុយនឹងថែទាំជំងឺលោកមានឹងណាសិលាពេលដែលឃើញគូជីវិតរបស់គេអ្នកសឹងតែស្ទុះទៅអោបឲ្យបាត់ការនឹករលឹកតែធ្វើមិននឹងកើតពេលដែលឃើញគេបណ្ដាគ្នាមកដល់អ្នកក៏ដើរទៅអង្គុយក្នុងឡានប្រាស់គេងធ្វើប្រងើយចំណែកពិសីវិញមានគំនិតខូចអោបវ៉ាលីបើកទ្វារឡានខាងមុខនាងធ្វើជាដើរថយក្រោយមួយជំហានបើកគម្របឡានដាក់វ៉ាលីចូលទៅក្នុងស្រស់ស្រីនាងបើកទ្វារឡានចូលទៅអង្គុយស្រាប់តែច្រមុះអ្នកប្រុសលោតមកថាបស្រីបាន2-3ខ្សើតមួយរំពេចទោះជានាងក្តិចក៏គេមិនឈឺដែរនៅឲ្យស្ងៀមប្រយ័ត្នចាប់ថាបនៅមុខអូនស្អីណាបែរទៅពិសីវិញដឹងថារនីចូលទៅក្នុងឡានផុតហើយទើបនាងដើរចូលមកក្នុងឡានទាំងញញឹមមើលទៅបងប្រុសឃើញញញឹមតែរនីវិញមុខក្រញើផែជាបងប្រុសនាងថាអីឲ្យរនីទៀតហើយបានជាមុខអានេះអញ្ចឹងពិបាកម៉ានប្រេងនឹងទឹកមិនអាចរលាយចូលគ្នាម៉ានសិលាគេបើកឡានតម្រង់វិឡារបស់គេរនីបើកឡានចុះព្រមទាំងទៅហៅពិសីអាស័យឯងគេនៅទីនេះជាមួយគ្នាមួយយប់ហើយចាំគ្នាទៅគេងជាមួយនឹងឯងវិញណាព្រោះនៅស្រុកគេគ្នាមានប្រុសគេងអោបជាមួយដូចជាស្រួលម្យ៉ាងដែរពិសីបើកភ្នែកធំធំឯងថាម៉េចនឹងអានេះឯងទៅធ្វើជាមែនហើយគ្នាទៅធ្វើជាស្រីបាននៅស្រុកគេដូចជាមានការសប្បាយម្យ៉ាងដែរគ្នាមិនចង់មកវិញសោះតែចោលទឹកដីខ្មែរមិនកើតបានជាគ្នាត្រឡប់មកវិញហ្នឹងណាអស់ហើយអានេះអើយឯងមិនគូណាធ្វើម៉េចនេះជាជីវិតកូនកំព្រាហើយម្យ៉ាងប្រុសម្នាក់នោះធ្លាប់ដៀយើងថាជាស្រីមិនល្អទៀតតែមិននឹកស្មានថាឆ្កែកន្ទុយខ្វៀតវានៅតែខ្វៀនដដែលអញ្ចឹងសោះពាក្យទាំងនេះមិនកំបាំងពីតិចរបស់សិលាទេគេឈឺចាប់ណាស់មិននឹកស្មានថារ៉ានីសុកចិត្តធ្វើរបៀបនេះសោះគ្នាគិតថានឹងចង់បានឯងធ្វើជាបងថ្លៃតែឥឡូវហួសហើយឯងមិនគូណាមិនអាចទៅរួចទេអាស័យកុំថាជាតិនេះទោះជាជាតិណាក៏ដោយក៏គ្មានវិសានឹងបានជួបដែរបើឯងអាណិតគ្នាឈប់នាំនិយាយពីរឿងរបស់បងឯងទៀតទៅមិនអីទេគ្នាឈប់និយាយហើយអញ្ចឹងពេលបាយរួចគេទាំងពីរនាំគ្នាប្រឡែងលេងហើយក៏លងលក់តតែរសៀលទៅឃើញតារាមកទទួលពិសីត្រឡប់ទៅវិញរ៉ានីនាងអនណាពេលដែលឃើញតារាមកដណ្ដឹងពិសីយ៉ាងនេះតែម៉ាណវីក៏មិនដឹងថាមានបរិសម្នាក់ពូនលោកមើលនាងឡើយអ្នកប្រុសដកដង្ហើមធំតែម្នាក់ឯងទើបសំងំធ្វើជាមិនដឹងដោយឃើញរ៉ានីនាងដើរចូលទៅក្នុងបន្ទប់វិញគេងយំតតែលឺសំឡេងគោះទ្វារឡើងក្មួយស្រីញ៉ាំបាយល្ងាចណាស់ហើយចាស់មីងទៅមុនចោះខ្ញុំងូតទឹកមួយភ្លេតសិនងូតទឹករួចស្រស់ស្រីទាញរោពណ៌ស្វាយមកពាក់តែមិនមែនជារបស់សិលាទេគឺជារបស់នាងដែលទិញមកពីស្រុកគេខ្លួនឯងទៅចេញមកតុអាហារដែលមីងយើងបានរៀបចំរួចជាស្រេចស្រីលើកនាឡិកាមើលឃើញម៉ោង7ទៅហើយទើបលាន់មាត់ឡើងស្លាប់ហើយមីងមិនក៏មិនញ៉ាំមុនខ្ញុំទៅទុកតតែតិចអស់ទៅហើយមិនបងអង្គយូរដោយឃើញម៉ោងកាន់តែច្រើនណាស់ទៅហើយស្រីក៏ដួសបាយមកចាំគ្មានមើលឆ្វេងមើលស្ដាំឡើយទើបតែពោមបានមួយម៉ាត់ស្រាប់តែខ្ញុំសុំញ៉ាំបាយជាមួយផងបានទេកុំដាច់ចិត្តពេកខ្ញុំខំអង្គុយចាំគ្រាន់តែមកដល់ដួសភ្លេតកុំអោយតែហាវមួយម៉ាត់រ៉ានីដឹងថាជាសិលាហើយនាងមិនតទេនៅតែអង្គុយញ៉ាំបាយជាធម្មតាអ្នកប្រុសយើងក៏ចូលញ៉ាំជាមួយនឹងស្រីដែរឃើញគេលូកម្ហូបណានាងមិនលូកទេខ្លាចប៉ះស្លាប់ព្រាឯសាលាវិញគេមានតែញ៉ាំប៉ុន្មានអ្នកអង្គុយចាប់សាច់ឲ្យស្រីទៅវិញតែស្រស់ស្រីនាងនៅតែញ៉ាំធ្វើមិនដឹងញ៉ាំបាយមិនទាន់អស់ពីចានផងនាងស្ទុះងើបតែសាលាចាប់ដៃជាប់មិនក៏ញ៉ាំតិចម្ល៉េះខ្ញុំឆ្អែតហើយខ្លាចបងមែនទេញ៉ាំសាច់នេះមិនតិចទៅខ្ញុំឆ្អែតហើយខ្ញុំមិនចូលចិត្តការបង្ខំទេលោកមកអង្គុយជាមួយនឹងខ្ញុំអញ្ចឹងមិនខ្លាចឆ្លងជំងឺទេឬព្រោះខ្ញុំជាស្រីដែលដើរលក់ខ្លួនទៅហើយអូនមិនបាច់និយាយមិនជឿបងទៀតទេបងដឹងថាបងខុសហើយពេលដែលពោលពាក្យមិនគប្បីចំពោះអូនយ៉ាងនេះសុំទោសចាស់រឿងយើងចប់អស់ហើយលោកល្មមត្រឡប់ទៅមើលប្រពន្ធលោកផងទៅស្រដីចប់នាងដើរចូលទៅបន្ទប់វិញប្រះគេងយំលើពូកទាំងមិនខ្ចីស្ដាប់អ្វីទាំងអស់នាងគិតនៅក្នុងចិត្តថា
បើសិនណាជាប្រពន្ធគេមកឃើញលោកនេះនៅទីនេះអញ្ចឹងនោះច្បាស់ជាស្រីលួចប្តីគេមិនខានតែខ្ញុំមានមុខឯណាពិតជាខ្មាស់គេស្លាប់ហើយសិលាគេមកអង្គុយលើពូកទាំងលើកដៃអង្អែលសក់ស្រីតែនាងលើកដៃគៀសចេញអ្នកប្រុសមិនមកច្រើនចាប់អោបនាងជាប់មិនបងអង្គយូរច្រមុះគេទៅដោះទៅស្រីតែនាងហាក់ដូចជាល្វើយណាស់គឺគ្មានកម្លាំងនៅក្នុងខ្លួនបន្តិចសោះដែលគេផ្ដិតទឹកភ្នែកឲ្យស្រីអូនឈឺមែនទេប្រាប់បងមកចាំបងចាក់ថ្នាំឲ្យនាងក្រវីក្បាលរឹតតែយំខ្លាំងឡើងអ្នកប្រុសគិតតែពិសើចមិនក៏លោកសាយទៅវិញលោកសប្បាយណាស់មែនទេក្នុងការចាប់បង្ខំគេរបៀបនេះគេគ្រប់គ្នាបន់ឲ្យតែបងសាយហេតុអីក៏អូនខឹងបងទៅវិញពេលដែលបងសាយជាមួយនឹងអូននោះមកពីបងអពេកបានជាបងសាយនឹងណារ៉ានីខំបែរមុខទៅជញ្ជាំងឯសិលាវិញអ្នកប្រាំងសោកយកក្លិនពីកញ្ចឹងករបស់ស្រីភ្លាមបានហើយលោកល្មមថយចេញទៅលោកមិនពើមស្រីខូចដូចជាខ្ញុំនេះទេឬលោកបាននិយាយទៅខ្លួនឯងហើយថាស្រីដែលដើររហេតរហូតជាស្រីបាននោះអីដូច្នេះខ្ញុំទៅស្រុកគេវាមិនលើពីពាក្យដែលលោកបានឌីនោះទៀតទៅហើយទេឬបានហើយរ៉ានីអូនជប់និយាយពាក្យនេះទៅបងដឹងថាបងធ្វើនេះក៏ព្រោះតែស្រឡាញ់អូនពេកបងមិនចង់ឲ្យអូនចេញពីផ្ទះមកតែអូននៅតែម្នាក់ដដែលបងខុសហើយពេលនេះបងពិតជាលន់តួអង្វរអូនមែនបងសុខចិត្តចុះចាញ់ចិត្តម្នាក់របស់អូនទៅចុះអាណិតបងផងទៅណាអូនសម្លាញ់បានហើយលោកល្មមទៅផ្ទះចុះខ្លាចប្រពន្ធលោកមករកដល់ទីនេះណាបងនៅគេងទីនេះមួយយប់ព្រឹកស្អែកជាថ្ងៃអាទិត្យទេបងនឹងទៅពេលព្រលឹមវិញណាអូនម៉ាណវីឈប់ស្ដីព្រោះបាននិយាយទៅទៀតក៏មិនឈ្នះគេដែរនាងសំងំគេងធ្វើប្រងើយដោយដៃរបស់អ្នកប្រុសនៅអោបជាប់ដដែលព្រឹកនេះជាថ្ងៃអាទិត្យអ្នកប្រុសមកដល់ផ្ទះវិញទាំងវិចារទៅកាន់ម្ដាយម៉ាក់អាស័យទៅណាហើយទៅជាមួយនឹងតារាបាត់ហើយគេនាំគ្នាទៅដើរលេងកូនឯងមិនទៅជាមួយនឹងគេទេឬមិនដឹងជាដើរយ៉ាងម៉េចទេម៉ាក់បើគេសុទ្ធតែមានគូអស់ទៅហើយអត់ទៅរូបកូនដែលនៅតែម្នាក់ឯងដើរលេងមិនសប្បាយទេម៉ាក់អើយព្រះអើយកូនប្រុសម៉ាក់មិនដែលឮកូនពោលពាក្យបែបនេះសោះប្រហែលជាពេញចិត្តអ្នកដាហើយមែនទេសិលាខំលាក់ទឹកមិនចង់ប្រាប់មេដាទេតែបើមិនប្រាប់ជួមិននឹងកើតខ្លាចគេដឹងពីកម្រិតអាក្រក់របស់ខ្លួនតែនឹកឃើញគាត់ជាម្ដាយទៅហើយមិនត្រូវខ្លាចច្រើនទេព្រោះគាត់ក៏ជាចាស់ទុំដែរមិនទាន់ពេញចិត្តទេម៉ាក់គ្រាន់តែអាណិតនាងតិចកូនពេញចិត្តនឹងកូនចិញ្ចឹមរបស់ម៉ាក់នឹងណាលោកស្រីបើកភ្នែកធំឯងពេញចិត្តយ៉ាងម៉េចបើម៉ាក់លើកឲ្យតែគេរួចទៅហើយអញ្ចឹងនោះម៉ាក់លើកទៅឲ្យគេហើយឬសិលាឡើងងងុតមុខស្លុកគេក្រោកដើរចូលទៅក្នុងបន្ទប់វិញអ្នកស្រីឃើញដូច្នោះក៏ដើរតាមកូនទៅដែរកូនឯងវាកើតអីនឹងកូនអត់មានកើតអីទេម៉ាក់នេះមកពីម៉ាក់មិនព្រមយល់ចិត្តរបស់កូនយល់តែចិត្តគេតែកូនមានប្រយោជន៍អ្វីទៀតទៅចំពោះម៉ាក់នោះសិលាកូននិយាយឲ្យម៉ាក់ស្ដាប់បន្តិចទៅមើលម៉ាក់ដូចជាមិនយល់ពីសម្ដីរបស់កូនសោះរឿងអីដែលកូនត្រូវនិយាយថាកូនស្រឡាញ់ហើយលើកទៅឲ្យតារានោះមិនក៏មិននិយាយប្រាប់ម៉ាក់ពីដំបូងម៉ាក់មិនចំទាស់ទេតែពេលនេះវាហូរអស់ទៅហើយម៉ាក់មិនអាចលេបសម្ដីវិញបានទេបើអាស័យចិត្តដល់ថ្ងៃរៀបការទៅហើយនោះគ្រាន់តែលឺមេដានិយាយយ៉ាងនេះភ្លាមគេស្ទុះងើបមកចាប់ដៃម្ដាយថាបដូរកូនក្មេងម៉ាក់កុំសាយនឹងកូនណាកូនស្រឡាញ់រ៉ានីកូនចិញ្ចឹមរបស់ម៉ាក់នោះអីកូនអាណិតនាងណាព្រោះកូនបានធ្វើបាបនាងច្រើនណាស់ទើបកូនចង់សងតម្លៃទឹកភ្នែករបស់នាងវិញដោយសម្លេងបាយខុនចងដៃវិញណាម៉ាក់អ្នកស្រីញញឹមសម្លឹងមើលទៅមុខកូនប្រុសកូនឯងស្រឡាញ់រ៉ានីពិតមែនឬស្រឡាញ់ប្រុងយកនាងមកធ្វើបាបមែនទេបើមានកម្រិតដូចនេះមែនម៉ាក់មិនព្រមឲ្យកូនយកនាងទេព្រោះម៉ាក់មិនចង់ឲ្យនាងរងទឹកភ្នែកដោយសារតែកូនឯងនោះឡើយអ្នកប្រុសញញឹមជាប់កូនមិនហ៊ានធ្វើបែបនេះទេម៉ាក់ខ្លាចគេដេញចេញក្រៅមុងណាម៉ាក់កូនម៉ាក់ខ្លាចគេដល់ម្លឹងឬខ្លាចអីម៉ាក់អើយបើកូនចាប់បង្ខំនាងមុនម៉ាក់ទៅទៀតគេមិនទាន់ទាំងបញ្ចប់ពាក្យជ្រូបអ៊ុលផងសំលេងទះដៃហូរក៏លន់ឡើងអស់ចាមែនបងប្រុសខ្ញុំពេលនេះចេះស្រឡាញ់ស្រីហើយទេតាខ្ញុំថាអីចេះខុសទោះជាអ្វីក៏ដោយក៏ត្រូវការទឹកដែរក
ក៏ប៉ុន្តែបងប្រុសប្រយ័ត្នរន្ទះបាញ់ណាសិលាងាកមកសម្លក់ពូនស្រីទាំងស្ដីឡើងអ្នកណាថាបងស្រឡាញ់គេគឺមកពីបងយល់ថាបងធ្វើបាបនាងទេតារឿងរន្ទះបាញ់គ្មានទេអាស័យលោកស្រីមើលមុខកូនទាំងពីរដោយងឿងឆ្ងល់តែពិសីរហ័សស្ដីទៅកាន់ម្ដាយធ្វើឲ្យសិលារៀងបុកពោះតិចតិចម៉ាក់មិនទាន់ដឹងទេថាកូនប្រុសរបស់ម៉ាក់នេះឌីលអានេះយ៉ាងណានោះសតតែគេជាស្រីបាបើយកនាងនឹងសុកចិត្តឲ្យរន្ទះបាញ់ទៅចោះរួចចោះពេលនេះហេតុអីក៏លេបសម្ដីខ្លួនឯងទៅវិញលោកស្រីយកដៃរឹតទ្រូងមើលទៅមុខសិលាដែលកំពុងតែអោនចោះសិលាកូនហេតុអីក៏កូនមើលងាយនាងម្លេះកូនដូចជាជ្រុលហ៊ូហានពេកហើយកូនមិនទាន់ដឹងទេថាអានេះមិនខ្វះគេមកដណ្ដឹងទេសូម្បីតែកូនលោករដ្ឋមន្ត្រីក្រសួងអប់រំក៏ស្រឡាញ់វាដែរតែម៉ាក់មិនចង់ឲ្យមិនថាគយឬមេព្រៃទេហេតុអីក៏កូនឌីលនាងយ៉ាងនេះទៅវិញបើគេជាស្រីបាមែននោះហេតុអីក៏មានអ្នកត្រសល់មកដណ្ដឹងច្រើនយ៉ាងនេះអ្នកណាមួយដែលចង់យកប្រពន្ធជាស្រីបាននោះសិលានៅស្ងៀមមិនហ៊ានតមាត់ទៅទៀតទេតែអ្នកប្រុសវិចារតិចតិចកូនខុសហើយម៉ាក់នេះមកពីកូនស្រឡាញ់នាងពេកបានជាឌីលនាងបែបនេះកូនមិនធ្វើឲ្យនាងស្រក់ទឹកភ្នែកទៀតទេបានហើយម៉ាក់ដឹងចិត្តកូនហើយព្រោះម៉ាក់ចិញ្ចឹមឯងមកមិនមែនម៉ាក់មិនដឹងនោះទេចាំម៉ាក់រៀបចំការឲ្យកូនកុំអាលីម៉ាក់ចាំឲ្យអានេះបាត់ខឹងជាមួយនឹងកូនបន្តិចសិនទៅព្រោះនាងនៅខឹងនឹងកូនណាពិសីមើលទៅមុខបងប្រុសទាំងសើចកាកាយគិតទៅមួយខែការពីរដងល្អម្យ៉ាងដែរទេតាម៉ាក់មិនអីទេចាំកូនជាអ្នកផ្សះផ្សាឲ្យបងឡាទៅចុះស្រដីចប់ពិសីដើរចេញទៅបន្ទប់នាងយ៉ាងលឿនល្ងាចនេះស្រស់ស្រីរ៉ានីនាងកំពុងតែឈរនៅសួនច្បារស្រាប់តែពិសីបើកឡានមកដល់តែម្ដងអានេះម៉ាក់ហៅឲ្យឯងទៅផ្ទះមួយភ្លេតព្រោះម៉ាក់មានការចង់និយាយជាមួយនឹងឯងណាអ្នកមីងហៅគ្នាមានការអីដែរទៅអាស័យគ្នាមិនដឹងទេស្លៀកពាក់ឲ្យឆាប់មកទៅជាមួយគ្នាតែម្ដងពេលដែលមកដល់ផ្ទះលោកស្រីស្ទុះមកចាប់ដៃស្រីទាំងញញឹមញញែមអង្គុយចុះមករ៉ានីចាក្មួយជម្រាបសួរអ្នកមីងឯងឥឡូវដូចជាស្គមច្រើនណាស់អានេះឯងកើតអីហ្នឹងខ្ញុំអត់មានឈឺអីទេអ្នកមីងមកពីពេលដែលទៅកំដរលោកមីខ្ញុំអត់ងងុយច្រើនពេកលោកស្រីដកដង្ហើមធំបន្តិចទៅស្រីឡើងរឿងនេះវាជារឿងធម្មតារបស់សត្វលោកទេអានេះកាត់ចិត្តខ្លះទៅជាពិសេសខ្លួនឯងជាស្រីមីងមិនចង់ឲ្យគេមើងងាយក្មួយទេបើមានប្តីទៅបានគេមិនសូវមើងងាយណាមីងគិតឲ្យឯងមានប្តីហើយអ្នកមីងក្មួយមិនតន់ចង់បានទេចាំរំសាយទុកពីលោកមីបន្តិចសិនលោកស្រីយកដៃអង្អែលក្បាលនាងដោយករណាកុំប្រកែកអីកូនស្រីម៉ាក់មិនធ្វើតាមចិត្តឯងទៀតទេកូនត្រូវតែរៀបការតាមម៉ាក់នៅខែក្រោយនេះម៉ាណវីនាងឆ្ងល់ណាស់ហេតុអីក៏គាត់ហៅនាងថាកូនពេញមាត់យ៉ាងនេះទៅវិញស្រីងើបមុខឡើងបំរុងនឹងសួរថាតើនាងត្រូវរៀបការជាមួយនឹងអ្នកណាតែដល់ពេលងើបទៅឃើញសិលាសម្លឹងមើលមកនាងស្រីនឹកថាប្រហែលជាគេពេបជីឲ្យនាងហើយតើនាងត្រូវធ្វើយ៉ាងណាទៅអ្នកស្រីញញឹមស្រដីទៅកាន់ស្រីវិញកូនឆ្ងល់នឹងពាក្យដែលម៉ាក់ហៅកូនថាកូននោះមែនទេគឺម៉ាក់រៀបការឯងជាមួយនឹងសិលាណាទេមិនកាសទេខ្ញុំមិនអាចធ្វើស្រស់ស្រីនាងរៀបនឹងនិយាយថាមិនអាចធ្វើជាប្រពន្ធចុងគេទេសិលាគេយល់ន័យក៏វិចារឡើងយ៉ាងម៉េចភ័យខ្លាចខ្ញុំយកមកធ្វើជាប្រពន្ធចុងគេមែនទេគឺជាប្រពន្ធដើមទេប្រពន្ធមុននោះខ្ញុំលេងបាត់ទៅហើយអញ្ចឹងមានតែលោកឯងប្រុងយកខ្ញុំមកធ្វើបាបមែនទេគេថាកូនអ្នកមានផងលោកឯងនៅតែលេងគេចោលដោយសត្វទៀតចោលតម្រង់បើខ្ញុំជាកូនកំព្រាតាកុំយំអីណាកូនស្រីនេះមកពីម៉ាក់ស្រឡាញ់កូនផងម៉ាក់មិនចង់ឲ្យកូននៅកំព្រាតែម្នាក់ឯងទេចំពោះសិលាគេមិនមានគំនិតចង់ធ្វើបាបកូនទេសិលាពិតជាស្រឡាញ់កូនឯងដ៏ស្មោះមែនណាខ្ញុំមិនសមធ្វើជាប្រពន្ធរបស់លោកសិលាទេអ្នកមីងកុំថាមិនសមអាណិតម៉ាក់ផងទៅណាម៉ាក់ចំណាស់នេះទៅហើយម៉ាក់ចង់បានចាពោនឹងគេផងណាឥឡូវមិនបាច់ប្រកែកទេតែគេងគិតមើលសិនទៅចាំយកចម្លើយមកឲ្យម៉ាក់ជាក្រោយណាល្ងាចនេះកូនទៅផ្ទះម៉ាក់អ៊ំរបស់កូនជាមួយនឹងម៉ាក់ព្រោះគេធ្វើបន់ហើយម៉ាក់ចង់ឲ្យគេស្គាល់កូនមុនថ្ងៃរៀបការតែម្ដង
ដោយមិនអាចប្រកែកបានស្រស់ស្រីនាងក៏សុខចិត្តទៅជាមួយនឹងលោកស្រីព្រមទាំងពិសីដែរពេលដែលត្រឡប់មកដល់ផ្ទះវិញរ៉ានីចូលទៅក្នុងបន្ទប់បិទទ្វារជិតមិនចេញមកក្រៅបន្តិចសោះស្រីគេងនៅលើពូកយំស្រស់ស្រាក់ដោយមិនដឹងជាគិតធ្វើយ៉ាងដូចម្ដេចតែខ្ញុំត្រូវរៀបការជាមួយនឹងគេដែរឬទេតែត្រូវតែរៀបការដើម្បីគេចពីភាពអាម៉ាស់ដែលគេបានធ្វើបាបលើរូបខ្ញុំតែខ្ញុំនឹងត្រូវវេទនាយ៉ាងណាទៅខ្ញុំមិនរៀបការទេខ្លាចគេមានសិទ្ធិរឹតតែធ្វើបាបខ្ញុំលើដើមទៅទៀតតែបើខ្ញុំមិនរៀបការគេនឹងដៀថាខ្ញុំជាស្រីផើមអត់ប្តីនាងនៅតែគេងយំដដែលឡានរបស់សេឡាបោះចូលមកក្នុងផ្ទះយ៉ាងលឿនគេលោតម្ដងពីរកាំឡើងទៅជួបនឹងមីងបំរើមីងរ៉ានីគេតាណាហើយនាងដែលគេងក្នុងបន្ទប់ឯណោះក្មួយប្រុសនាងយ៉ាំបាយហើយនៅមីងនៅទេក្មួយនាងបាននិយាយប្រាប់មីងថានាងមិនសូវឃ្លានទេប្រហែលជានាងមិនស្រួលខ្លួនទេដឹងឃើញតែគេងយំរហូតអ្នកប្រុសផ្លាស់ខោអាវយ៉ាងលឿនតម្រង់ទៅបន្ទប់របស់ស្រីដែលឃើញនាងគេងលក់ទាំងទឹកភ្នែកនៅជាប់ស្ពាល់ពេញគិតទៅពូកាយយំមែនណោះឯងសុំរៀបការហើយនៅតែយំទៀតខ្លាចធ្វើបាបហើយមើលទៅឬមួយក៏នាងមិនស្រឡាញ់ខ្ញុំទេគិតតែប្រខ្លួនឯងចឹងមែនច្រមុះលោទៅថាបក្លិនថ្ពាល់ស្រីធ្វើឲ្យរនីនាងបើកភ្នែកឃើញគេរឹតតែខ្នាញ់លើដើមបងដឹងថាអូនមានផ្ទៃពោះហើយបានជាបងប្រញាប់ឲ្យម៉ាក់ការឲ្យបានឆាប់ហ្នឹងណាខ្ញុំគ្មានកូនទេខ្ញុំមិនទុកឲ្យវានៅលើខ្លួនខ្ញុំឡើយលោកគុំសង្ឃឹមឲ្យសោះសង្ឃឹមផ្កាយលើមេឃទៅព្រោះវាមិនអាចនៅជាមួយនឹងខ្ញុំបានទេអូននិយាយថាម៉េចហ្នឹងខ្ញុំបានលេបថ្នាំទម្លាក់វារួចទៅហើយនៅតែថ្ងៃធ្លាក់ទេព្រោះវាទៅតែមានមិនទាន់បាន2ខែទេស្រួលទម្លាក់ណាខ្ញុំមិនទុកទេខ្លាចវាដើរធ្វើបាបគេទៅថ្ងៃក្រោយដូចជាឪពុករបស់វាទៀតសេឡាសឹងតែស្ទះដង្ហើមស្លាប់បងមិននឹកស្មានថាអូនឯងហ៊ានធ្វើយ៉ាងនេះសោះអូនជាស្រីស្លូតបូតហេតុអីក៏មានគំនិតចង់បំផ្លាញក្មេងដែលមិនទាន់ដឹងអីទៅវិញអូនជាពេកណាមិនក៏មិនចេះគិតអញ្ចឹងចំបើវាមិនធ្លាក់ទៅជាការជំងឺល្ងីល្ងើវិញតែអូនមិនអាណិតវាទេឬឆ្លើយមកបងអាណិតកូនណាគ្នាមិនទាន់បានឃើញពលឺព្រះអាទិត្យផងអូនធ្វើបាបវាទៅហើយតែអូនសំជាមិនអាចគេទេខ្ញុំមិនចាស់អាណិតទេព្រោះវាជាកូនដែលមានជាអាក្រក់កុំពិបាកពេកបើវាមិនធ្លាក់ទេខ្ញុំនឹងទៅពេទ្យឈ្នួលឲ្យគេយកចេញតែម្ដងវាមិនមានការមងសៅផងរួចហើយចាំលោករៀបការចុះទេមិនកើតទេបងគ្មានរៀបការជាមួយនឹងអ្នកណាក្រៅពីរូបអូននោះទេបងស្រឡាញ់អូនណាស់បងចង់សារភាពប្រាប់អូនយូរហើយតែបងខ្លាចអូនប្រកែកបងមិនចេះដោយប្រុសដតីដែលចេះតែដើរថាស្រឡាញ់នោះទេគឺបងយកភ្លេងបាយខុនចងដៃមកសងអូនជំនួសអំពើដែលបងបានប្រមាថទៅលើអូនជាពិសេសគឺសំណងទឹកភ្នែករបស់អូនដែលហូរមកមិនចេះឈប់នោះឲ្យបងសុំទោសផងបងពិតជាមានកំហុសធ្ងន់ណាស់ចំពោះអូនហេតុអីក៏អូនចិត្តអាក្រក់ធ្វើបាបក្មេងដល់ម្លឹងបងអាណិតកូនណាស់តើអូនលេបថ្នាំអស់ប្រមាណហើយតិចរូបក៏ច្រើនប្រហែលជាល្មមធ្លាក់បានសេឡាយកដៃបោចសក់ក្បាលយ៉ាងក្តៅក្រហាយនឹកអាណិតដល់កូនដែលគេមិនដឹងអីសោះបងខំទឿនមកឲ្យឆាប់រៀបការហេតុអីក៏អូនធ្វើអញ្ចឹងបងចង់រៀបការកុំឲ្យគេដឹងថាយើងទាំងពីរមានរឿងបែបនេះបងខំលាក់បំពួនអូនកុំឲ្យគេដឹងបងថាមិនប្រាប់ទេចុះបើអូនធ្វើអញ្ចឹងបងត្រូវតែប្រាប់ម៉ាក់ព្រោះម៉ាក់ស្រឡាញ់ចៅណាស់បានហើយឈប់និយាយទៅខ្ញុំដឹងថាខ្ញុំធ្វើនេះវាខុសហើយបើមិនឲ្យខ្ញុំបំផ្លាញជីវិតវាយ៉ាងមិននឹងកើតបើខ្ញុំជាស្រីដែលលោកចាប់បង្ខំស្រេចតែនៅក្បាលចិត្តនោះបើពេលដែលគេសួររោគប្តីនោះតើឲ្យខ្ញុំនិយាយថាយ៉ាងម៉េចទៅគេនឹងហៅថាមីស្រីផើមអត់ប្តីទៅហើយទេឬលោកថយចេញទៅកុំឲ្យខ្ញុំយល់មុខលោកទៀតខ្ញុំឈឺចាប់ណាស់មានវិបដិសារីណាស់អូយខ្ញុំវិលមុខណាស់និយាយមិនទាន់ចប់ផងរានីទុនកល្ងាសិលាចាប់ធ្វើចលនាមួយសន្ទុះទៅនាងដឹងខ្លួនឡើងវិញគេឈប់ធ្វើបាបនាងទៀតហើយបានត្រឹមតែសម្លឹងមើលព្រោះតែនឹកមិនអស់ចិត្តពីស្រីដែលធ្វើបែបនេះដាក់កូនរបស់គេសោះបទភ្លេងបាយខុនចងដៃបានបន្លឺយ៉ាងក្រអួនចេញពីគេហដ្ឋានរបស់លោកស្រីបូរី
គឺជាថ្ងៃរៀបការរបស់សិលានិងស្រស់ស្រីរ៉ានីយើងអ្នកប្រុសមុខឲ្យញញឹមបាត់មាត់មិនចិត្តទេគឺខុសពីគេរៀបការមុនតែស្រីកំសត់វិញនាងមានមុខក្រៀមជាប់នឹកឃើញពេលរៀបការនឹងគេដែរតែគ្មានម៉ែឪបងប្អូនណាម្នាក់សោះនឹកឡើងនាងចង់តែយំទេពិសេសឃើញទឹកមុខស្រស់ស្រីយ៉ាងនេះនាងសែនអាណិតបងថ្លៃណាស់ខំនិយាយឲ្យនាងបានសប្បាយចិត្តតែស្រីនៅតែមានទឹកមុខដដែលរហូតដល់ចប់កម្មវិធីទើបគេបណ្ដាគ្នាចូលទៅក្នុងបន្ទប់សិលាគេនៅក្នុងបន្ទប់ស្លឹងមើលទៅពីដានភ្លឹកព្រោះមាណវីនាងទៅគេនៅក្នុងបន្ទប់របស់ពិសីបាត់ទៅហើយលោកស្រីបរិយដើរចូលមកទាំងកាន់ប្រអប់មួយមកជាមួយផងអានេះទៅណាឲ្យកូនយកប្រអប់នេះទៅទុកឲ្យប្រពន្ធកូនផងទៅវាជាកាដូរបស់ប៉ាឯងទុកចងដៃកូនប្រុសណានាងចេញទៅក្រៅជាមួយនឹងពិសីហើយម៉ាក់ចំមែនតែម្ដងហើយកូននេះវានាំបងថ្លៃវាតាណានឹងលោកស្រីដើរចេញមកពីបន្ទប់ពិសីអូដៃរនីត្រឡប់មកកាន់បន្ទប់ទៀងវិញចាប់ពីពេលនេះទៅកូនជាប្រពន្ធពេញជាប់ហើយគ្មានខ្វះខាតត្រង់ណាទេកូនស្រីកុំសូវតាមអាស័យពេកហេតុអីក៏កូនទៅគេងជាមួយនឹងវាទៅវិញម៉ាក់ជឿថាគូមិនធ្វើឲ្យម៉ាក់ពិបាកចិត្តទេរ៉ានីទម្លាក់មុខចុះមិនហ៊ានមើលមុខម្ដាយក្មេកទេតែសិលាវាចាទៅកាន់ម៉ាក់គេយ៉ាងលឿនបានហើយម៉ាក់ប្រពន្ធខ្ញុំនៅក្មេងណាស់ម៉ាក់មិនបាច់ភ័យទេកូននឹងមានសុភមង្គលសូមម៉ាក់ឈប់ព្រួយទៅអ្នកស្រីដើរចេញទៅវិញសិលាគេចាប់បីស្រីដាក់ទៅលើពូរ៉ានីហេតុអីក៏អូនយំទៀតហើយបងមានធ្វើអីអូនឯណាសូមអូនឈប់យំទៅរាត្រីនេះជារាត្រីសំដំណេកណាអូនល្អណាស់លោកចេះសួរខ្ញុំថាហេតុអីបានជាខ្ញុំយំលោកមិនក៏មិនគិតមើលផងទៅហើយឆ្លើយខ្លួនឯងទៅបើសិនណាជារូបលោកវិញតែលោកជឿចាប់ប៉ុណ្ណាដែរបងដឹងហើយថាបងធ្វើខុសចំពោះអូនពីថ្ងៃនេះទៅបងមិនធ្វើឲ្យទឹកភ្នែករបស់អូនស្រក់ចុះមកទៀតទេអ្វីដែលបងធ្វើចំពោះអូនគឺព្រោះតែសេចក្តីស្រឡាញ់ប្រច័ណ្ឌតែអូនមិនយល់ថាបងជាមនុស្សខុសគេតែអូនគូតែគិតមើលបងមិនបានធ្វើឲ្យអូនខ្វះខាតអ្វីទេត្រូវហើយលោកជាកូនអ្នកមានលោកត្រូវតែឈ្នះគេគ្រប់គ្នាទាំងអស់អំពើដែលលោកធ្វើគឺដើម្បីតែឈ្នះចិត្តរបស់ខ្ញុំតែប៉ុណ្ណោះពេលនេះខ្ញុំជារបស់លោកហើយលោកចង់ធ្វើមិនក៏ធ្វើបានដែរមិនមែនទេអូនគឺបងស្រឡាញ់អូនមិនអាចរស់ដោយគ្មានអូនបានទេជាពិសេសកូនរបស់បងនេះតែម្ដងស្រស់ស្រីនាងលេងមាត់តទៅទៀតព្រោះពេលនេះនាងបានដឹងថាគេពិតជាស្រឡាញ់ស្រីមែនមាណវីក៏រៀបរាប់ពីរឿងកូននាងមិនបានលេបថ្នាំទម្លាក់ចេញទេគឺជាការបោកចិត្តអ្នកប្រុសយើងតែម្ដងសិលាសែនខ្នាញ់ណាស់គេចាប់ថើបនាងមិនសំចៃសោះភ្លើងរលត់ភ្លឹបអ្វីក៏ត្រូវតែបញ្ចប់ដែរនៅក្រោមសំណួរទឹកភ្លៀងដែលកំពុងតែស្រក់ចុះមកលៀងជំរះនៅគំនុំទាំងឡាយឲ្យរលាយចេញអស់ពីខ្លួនស្រីដោយសងមកវិញនៅពីផ្អែមល្ហែមរបស់ស្វាមីដែលនាងសែនស្រឡាញ់គេមិនអាចបំភ្លេចបានឡើយចប់ដោយបរិបូរណ៍